រឿងព្រះនិកសេននិងក្រុងមិលិនក្រោយសម័យបរិនិព្វាននៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូយើងទាំងឡាយមានមហាថែមួយអង្គគង់នៅក្នុងអារាមមួយក្បែរឆ្នេរមហានទីលោកជាអ្នកព្យាយាមបោះជ្រះសម្អាតទីអារាមរាល់តែថ្ងៃវេលាមួយនោះលោកបានកាន់អំបោះបោះសម្រាមកោទុកមួយដុំបំរុងនឹងកើបយកទៅចោលមានឆ្កែមួយទៅជុះលាមកដាក់លើគំនរសម្រាមនោះលោកប្រើសាមណេរមួយរូបឲ្យកើបសម្រាមនិងលាមកឆ្កែនោះទៅចោលនៅឆ្នេរមហានទីសាមណេរបានកើបសម្រាមនោះយកទៅចោលតាមបញ្ជារបស់ព្រះមហាថែតែដោយខ្ពើមលាមកឆ្កែពេកសាមណេរក៏កើបទៅចាក់ចោលទាំងតួម្នាស់លុះយកទៅចាក់ចោលហើយបានឃើញរលកទឹកមហានទីបោកបែកផ្កាត្រែងខ្ពស់ខ្លាំងក៏តាំងសេចក្តីប្រាថ្នាថាដោយអំណាចបញ្ញកម្មដែលខ្ញុំបានកើបសម្រាមនឹងលាមកឆ្កែយកមកចោលនេះសូមឲ្យខ្ញុំកើតក្នុងជាតិជាអនាគតមានប្រាជ្ញាខ្លាំងច្រើនដូចរលកទឹកមហានទីដែលបែកផ្កាត្រែងនេះកុំបីឲ្យបុគ្គលណាមួយមានប្រាជ្ញាលើសខ្ញុំឡើយព្រះមហាថែឮសាមណេរប្រាថ្នាដូច្នោះលោកក៏តាំងសេចក្តីប្រាថ្នាថាដោយអំណាចផលដែលខ្ញុំបានបោះសម្រាមហើយឲ្យសាមណេរយកទៅចាក់ចោលនេះសូមឲ្យខ្ញុំបានកើតក្នុងជាតិខាងមុខមានប្រាជ្ញាខ្ពស់ខ្លាំងដូចច្រាំងមហានទីដែលរលកមិនអាចពីលើបានដូច្នោះឯងដោយអានិសង្សភ្នោះអានិសង្សប្រព្រឹត្តធម៌វិន័យពុទ្ធសាសនានិងអានិសង្សបោះជ្រះជំរះសម្អាតវត្តអារាមព្រះមហាថែនិងសាមណេរនោះលុះធ្វើមរណកាលទៅបានទៅកើតក្នុងឋានសួគ៌ហើយលុះដល់ព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅបាន500ឆ្នាំព្រះមហាថែបានកើតជាព្រះនិកសេនថេរនៅជិតមណ្ឌលពោធិព្រឹក្សសាមណេរបានមកកើតជាព្រះបាទមិលិន្ទ្រាធិរាជនៅសាកលៈនគរជាស្ដេចមានអំណាចមានប្រាជ្ញាមហិមាទ្រង់ដេញដោលសួរប្រាថ្នាផ្សេងនិងប្រសង់ក្នុងចម្ពោះទ្វីបគ្មានប្រសង់ណាមួយឆ្លើយរួចឡើយគ្រានោះភិក្ខុទាំងឡាយរត់ទៅជ្រកក្នុងព្រៃមិនហ៊ាននៅក្នុងវត្តអារាមទេទីបំផុតស្ដេចបានសួរប្រាថ្នាធម៌ពុទ្ធសាសនានិងព្រះនិកសេនថេរព្រះមហាថែបានវិសាចនាអត់ទឹះទាល់សល់ចម្ពាក់ត្រង់ណាសោះលោកបានផ្ចាញ់ផ្ចាលព្រះបាទមិលិន្ទ្រាធិរាជឲ្យចាញ់ចុះចូលព្រះពុទ្ធសាសនាដោយស្មោះស្ម័គ្រក្នុងធម្មបទអដ្ឋកថាសម្ដែងថាកាលព្រះសម្មាសម្ពុទ្ធទ្រង់គង់ព្រះធរមាននៅឡើយវេលាមួយក្រុងវេសាលីកើតទុរភិក្ខភ័យមនុស្សក្រស្លាប់ដោយអត់បាយអស់ជាច្រើនចោលសាកសពពាសពេញទីក្រុងក្លិនបដិគោនោះបណ្ដាលឲ្យកើតអហិវេទរោគមានពួកអមនុស្សជាច្រើនចូលទីក្រុងទោះបីអ្នកនគរប្រជុំគ្នាកែខៃយ៉ាងណាក៏មិនរងាប់សោះទើបព្រមព្រៀងគ្នាទៅនិមន្តព្រះបរមសាស្តាដែលទ្រង់គង់នៅឯក្រុងរាជក្រឹសវេលានោះព្រះរាជានាមម៉ឺនសពមុខមន្ត្រីនិងប្រជារាស្ត្ររៀបចំព្រះនគរនិងផ្លូវសម្រាប់ទ្រង់យាងយ៉ាងស្អាតល្អល្អះអស្ចារ្យចាំទទួលព្រះបរមសាស្តាចារ្យកាលទ្រង់យាងមកដល់នគរវេសាលីព្រះចិនស្រីទ្រង់ចាត់ព្រះអានន្ទឲ្យទៅរងាប់អហិវេទរោគនោះព្រះអានន្ទក៏បានត្រេកកាន់បាចទឹកព្រះបរិត្តជុំវិញកំពែងព្រះនគរដោយប្រកាសព្រះពុទ្ធគុណដែលមានពាក្យថាបដិធានតោបាថាយៈតថាគតសៈ
តសៈបារមីយោជាដើមពួកមនុស្សដែលឈឺទៀតស្លាប់ក៏ជាសះស្បើយពួកបិសាចក៏រត់ចាត់ខ្ចាយអស់កាលដែលព្រះពុទ្ធអង្គយាងទៅនឹងយាងត្រឡប់មកវិញពួកមនុស្សនិងទេវតាបានធ្វើសក្ការៈបូជាមហាឡារិកក៏ក្រឹកក៏ក្រែងក៏ក្រើកអំពើយ៉ាងក្រៃលែងក្រោយពីនោះមកមានពួកភិក្ខុទូលសួរព្រះអង្គអំពីអានិសង្សដូចម្ដេចដែលទ្រង់បានទទួលសក្ការៈបូជាដ៏អស្ចារ្យនោះព្រះអង្គទ្រង់មានព្រះបន្ទូលពីបុព្វកម្មរបស់ព្រះអង្គមានសេចក្តីដូចតទៅនេះក្នុងកាលកន្លងរំលងទៅហើយតថាគតជាមានុម្នាក់ឈ្មោះសុសិមៈជាកូនព្រាហ្មណ៍ម្នាក់ឈ្មោះសੰងនៅនគរកតសិលាបានលាព្រាហ្មណ៍ជាបិតាទៅរករៀនសិលសាស្ត្រនិងអាចារ្យពិសាប្រមោកនៅនគរពារាណសីរៀនចេះសពគ្រប់ហើយក៏ត្រឡប់មកស្រុកវិញមកដល់ពាក់កណ្ដាលផ្លូវបានឃើញព្រះបច្ចេកពុទ្ធមានសេចក្តីជ្រះថ្លាបានបួសហើយបានត្រាស់ជាព្រះបច្ចេកពុទ្ធអ្នកស្រុកជ្រះថ្លាបានថ្វាយទានដល់ព្រះអង្គហើយដល់វេលាអស់ព្រះជន្មក៏ព្រះសុសិមបច្ចេកពុទ្ធនិព្វាននៅទីនោះទៅអ្នកស្រុកនោះបានសាងព្រះចេតិយបញ្ចុះព្រះអធិធាតុព្រះអង្គក្នុងទីដ៏សមគួរមួយទុកជាពូជនីយដ្ឋានក្រោយមកព្រាហ្មណ៍ជាបិតានឹករលឹកដល់សុសិមមានុជាបុត្ររបស់ខ្លួនថាទៅរៀនអ្វីយូរម្លេះមិនឃើញត្រឡប់មកផ្ទះវិញសោះក៏ត្រេកទៅសួររកបានដឹងដំណឹងថាសុសិមមានុនោះត្រឡប់មកពីរៀនវិញបានបួសជាបព្វជិតបានត្រាស់ជាព្រះបច្ចេកពុទ្ធហើយចូលនិព្វាននៅទីនេះអ្នកស្រុកនៅទីនេះគេបូជាប្រសពព្រះអង្គហើយបញ្ចុះព្រះអធិធាតុក្នុងព្រះចេតិយនៅទីនេះទុកជាទីសក្ការៈតទៅព្រាហ្មណ៍ជាបិតាឮហើយកើតសេចក្តីសង្វេគស្លុតចិត្តសោកស្ដាយបុត្ររបស់ខ្លួនក្រៃពេកបានចូលទៅលើកដៃប្រណម្យចំពោះព្រះសពព្រះសុសិមបច្ចេកពុទ្ធជាបុត្រដោយគោរពបានយកដីខ្សាច់មានគ្រាប់សល្អដូចប្រាក់មកបាចជុំវិញព្រះចេតិយបានយកទឹកប្រោះព្រំជុំវិញព្រះចេតិយបានយកសម្ពត់ឈ្នួតក្បាលរបស់ខ្លួនដោតចងធ្វើជាតុងជាសក្ការៈបូជាព្រះចេតិយនោះព្រាហ្មណ៍ជាបិតានៃព្រះសុសិមបច្ចេកពុទ្ធគឺតួអង្គតថាគតនេះឯងដោយផល្លានិសង្ឃដែលតថាគតបានបោះសម្អាតទីលានព្រះចេតិយនិងបានយកសម្ពត់ឈ្នួតក្បាលរបស់ខ្លួនធ្វើជាតុងថ្វាយព្រះចេតិយនៃព្រះសុសិមបច្ចេកពុទ្ធនោះហើយបានជាតថាគតទទួលគ្រឿងសក្ការៈបូជាយ៉ាងអូឡារិកក៏ក្រឹកក៏ក្រែងក៏ក្រើកអំពើជាមហាអស្ចារ្យអំពីមនុស្សនិងទេវតាឃើញប្រកាសដូច្នេះឯង